កម្ពុជាច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលថាសម្ដេចធិបតីនឹងចរចាទាមទារទឹកដីពីថៃវិញក្រោយបុណ្យចូលឆ្នាំខ្មែរឯកឧត្តមប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញមកទាត់ចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃដែលថាសម្ដេចធិបតីនឹងបើកកិច្ចចរចាទាមទារទឹកដីដែលថៃបានកាន់កាប់ខុសច្បាប់អាចនឹងធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរដោយបញ្ជាក់ថាការវាស់វែងព្រំដែនត្រូវបានធ្វើឡើងឲ្យឆាប់រហ័សជាទីបំផុតតាមស្មារតីនៃប្រកាសរួមនិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរសូមជម្រាបថាថ្មីនេះប្រព័ន្ធផ្សព្វផ្សាយថៃបានសម្រង់សម្ដីរបស់លោកស៊ីអស័កភួងកេតកែវដែលជារដ្ឋមន្ត្រីការបរទេសថៃមកផ្សព្វផ្សាយថាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្ដាញសង្គមថាកិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចនឹងត្រូវធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីឬក្រោយពិធីនគរសង្គ្រាន្តរបស់កម្ពុជាពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញមកទាត់ចោលនិងបានជម្រាបជូនសាធារណជនថាសម្ដេចធិបតីនាយករដ្ឋមន្ត្រីលោកពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្ដាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក GBC ដែលថានឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដោយដែលបានលើកឡើងខាងលើនោះឡើយទី2ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់គឺគោរពនិងអនុវត្តម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ដោយអនុញ្ញាតឲ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក GBC ធ្វើការងារឲ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរដោយមិនរងចាំដល់ក្រោយពិធីបុណ្យចូលឆ្នាំនោះឡើយហើយជាក់ស្ដែងគិតចាប់តាំងពីបទឈប់បាញ់លើកទី2ចូលជាធរមានកាលវេលាម៉ោង12ថ្ងៃត្រង់ទី27ធ្នូឆ្នាំ2025កន្លងមករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឲ្យ GBC កម្ពុជាបានដាក់សំណើទៅកាន់ភាគីថៃចំនួន5ដងរួចមកហើយដើម្បីស្នើសុំឲ្យភាគីថៃចាត់បញ្ជូនក្រុមការងារវវែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្ដែង